មាត់ផ្សេងចិត្តផ្សេងមាត់និយាយចេញមកថាចង់បង្កើត friend ច្រើនជាងបង្កើតសត្រូវតែនៅក្នុងចិត្តប្រកាន់បពពួកដោយសារតែគេក្ររើសអើងហើយសម្រាប់ខ្ញុំនេះខ្ញុំចង់បង្កើត relationship នឹងឲ្យបានខ្ញុំតាក់ទងទៅខ្ញុំអត់ដែរចង់បង្កើតសត្រូវជាមួយអ្នកណាទាំងអស់រាល់ថ្ងៃឃើញស្រាប់ហើយសត្រូវរបស់ខ្ញុំមានតែម្នាក់ទេដែលជាកូនបំណុលរបស់ខ្ញុំនឹងហើយខ្ញុំតាក់ទងទៅផ្សាររាត្រីហ្នឹងដោយសារតែខ្ញុំចង់បង្កើត relationship ព្រោះខ្ញុំធ្លាប់ឮម្ចាស់ផ្សារហ្នឹងគេនិយាយអំពីខ្ញុំហ្នឹងជាមួយហ្នឹងម្ចាស់ brand ផ្សេងទៀតថាខ្ញុំនេះនៅតែលេងភ្លេងរបស់គេធម្មតានៅពេលដែលខ្ញុំឮម្ចាស់ brand ហ្នឹងមកប្រាប់ខ្ញុំបែបអញ្ចឹងគឺខ្ញុំសប្បាយចិត្តព្រោះខ្ញុំគិតថាម្ចាស់ផ្សារហ្នឹងគាត់អត់បានស្អប់ខ្ញុំរើសអើងខ្ញុំប្រកាន់បពុតាមគ្នាទេតើបខ្លួនខ្ញុំនេះចង់បង្កើត relationship នេះចេញមកហើយម្ចាស់ផ្សាររាត្រីនេះគាត់ទៅនិយាយថាគាត់អត់ស្គាល់ខ្ញុំតែគាត់និយាយឈ្មោះរបស់ខ្ញុំអាជីពេញមាត់នេះជាមួយនឹងម្ចាស់ brand ផ្សេងទៀតនេះក៏ច្បាស់សម្បើម្លេះឆ្ងាញ់ត្រង់ថាទៅប្រាប់ម្ចាស់ brand ហ្នឹងថាអាជីហ្នឹងនៅតែលេងភ្លេងរបស់ខ្ញុំធម្មតាមើលទៅអាជីដូចអត់មានស្អប់ខ្ពើមខ្ញុំទេហើយខ្ញុំនេះក៏តបទៅម្ចាស់ brand ហ្នឹងវិញថាខ្ញុំអត់មានបានស្អប់គាត់ទេព្រោះដោយសារគាត់អត់មានពាក់ព័ន្ធអីក្នុងរឿងរបស់គេហ្នឹងទេខ្ញុំនៅតែលេងភ្លេងគាត់ធម្មតានៅតែគ្រប់គ្រងធម្មតានៅតែស្រឡាញ់ធម្មតាតែហេតុអីបានទៅវិញទៅមកទៅជាខ្លួនឯងនេះជាអ្នករើសអើងឲ្យប្រកាន់បពុទៅវិញគ្រាន់ថាអ្វីដែលខ្ញុំគិតពេលនេះខ្ញុំគិតថាប្រហែលជាខ្ញុំក្របានម្ចាស់ផ្សាររាត្រីហ្នឹងគាត់មិនចង់បង្កើត relationship ហ្នឹងជាមួយខ្ញុំព្រោះ relationship របស់គេផ្សេងតតែចាយច្រើនបានបង្កើតទំនាក់ទំនងហ្នឹងជាមួយនឹងម្ចាស់ផ្សារបានតែបើចំពោះខ្ញុំខ្ញុំអត់មានអីទៅចាយទេព្រោះខ្ញុំក្រអញ្ចឹងហើយក៏គេខ្ជិលឲ្យខ្ញុំហ្នឹងដាក់អាវ៉ាន់នៅផ្សាររាត្រីរបស់គេទៅព្រោះរាល់ថ្ងៃខ្ញុំវាក្រខ្ញុំមិនដូចមីកូនបំណុលរបស់ខ្ញុំទេវាហ៊ានចាយទៅនេះទៅនោះគ្រប់ទីកន្លែងប៉ុន្តែវាអត់ព្រមគិតរលុយនឹងមកសងខ្ញុំទេឥឡូវអ្នកទាំងអស់គ្នាសួរមីកូនបំណុលរបស់ខ្ញុំហ្នឹងមើលវាហ៊ានចេញមកតបតទៀតអត់វាហ៊ានចេញមកតវ៉ារឿងបំណុលនឹងទៀតអត់ឃើញទេវាស្ងាត់ជ្រាបដោយសារតែរឿងបំណុលហ្នឹងគឺជារឿងពិតហើយវាក៏ជាភាពឈឺចាប់របស់ខ្ញុំដែលដកជាប់ក្នុងអារម្មណ៍របស់ខ្ញុំរាល់ថ្ងៃឆ្ងាញ់ថងថាវាសង្ងំអត់តបតទេតែវាកំពុងតែសង្ងំក្នុងការរកស៊ីបោកប្រាស់មហាជនហើយអ្នកទាំងអស់គ្នាឃើញគេស្ងប់ស្ងាត់គិតថាគេសំសំសុកតាមពិតវាកំពុងតែគិតវេះពីបញ្ហាអ្នកទាំងអស់គ្នាឃើញគេស្ងប់ស្ងាត់រឿងជែលសម្រក់គីឡូលក់បោកមហាជននេះទូរឿងយុទ្ធសាស្ត្រសម្រក់ប្រមាណគីឡូហ្នឹងស្រកដោយសារជក់ហ្នឹងវាសុកចិត្តអត់ចេញបកស្រាយអីទាំងអស់វាសុកចិត្តស្ងប់ស្ងាត់ដើម្បីឲ្យសាច់រឿងហ្នឹងគឺស្ងាត់ទៅដោយឯងអញ្ចឹងហើយធ្វើឲ្យអ្នកទាំងអស់គ្នាឆាប់ភ្លេចហើយវានឹងចេញផលិតផលមកបោកអ្នកទាំងអស់គ្នាធម្មតាដូចឥឡូវហ្នឹងអញ្ចឹងរឿងសាប៊ូលាយតកៅប្រហុកហ្នឹងដោះមកស្ងួតស្បែកបែកសង្វាឈ្ងៀមកាក់កាហ្វេអ្នកខ្លះឡើងរោលប្រតិកម្មលើស្បែកស្ងួតស្បែកដូចកែបហាលថ្ងៃហ្នឹងទិញយកទៅប្រើបានតែ2 3ថ្ងៃទុកចោលក្នុងបន្ទប់ទឹកចេញតកៅប្រហុកមកប៉ុណ្ណាណីនៅក្នុងសាប៊ូមើលតែ feedback ដឹងខ្លួនឯងហើយមិនចាំបាច់និយាយអីច្រើនទេសម័យកាលនេះគឺមានលុយឈ្នះគ្រប់យ៉ាងវាសុកចិត្តមិនចេញតបតរឿងបំណុលស្ងប់ស្ងាត់មិនតបតអញ្ចឹងឲ្យមហាជនគិតមើលខ្លួនឯងថាតើរឿងបំណុលហ្នឹងវាជាពាក់ប៉ិតឬមិនប៉ិតមនុស្សបើមិនប៉ិតដល់វាច្បាស់ជាឡំប៉ាជាមួយយើងដល់ថ្ងៃឡាប់ហើយប៉ុន្តែដោយសារតែរឿងហ្នឹងជារឿងប៉ិតទៅវាបកស្រាយវាអត់ចេញអ្នកដែលជាជនរងគ្រោះនេះដែលត្រូវគេຕົកបំណុលឲ្យសងជំនួសនេះកំពុងតែដេកឈឺចាប់ហើយរងភាពអយុត្តិធម៌ខ្លាំងណាស់យល់អត់តើតាអ្នកដែលធ្លាប់ឆ្លងកាត់អារម្មណ៍ដែលត្រូវគេຕົកបំណុលឲ្យសងជំនួសទៅដឹងថាអារម្មណ៍មួយនេះឈឺចាប់និងរងភាពអយុត្តិធម៌ខ្លាំងប៉ុណ្ណាហើយរឿងសាររាត្រីហ្នឹងដោយសារតែម្ចាស់ផ្សារហ្នឹងទេណាគាត់និយាយចេញមកដូចអត់មានការរើសអើងដូចអត់ប្រកាន់បពពួកគាត់និយាយមកបែបទលំទលាយអ្នកណាក៏អាចយកឲ្យបានទៅដាក់ក្នុងផ្សាររាត្រីហ្នឹងបានដែរបានខ្ញុំនេះចង់បង្កើត relationship ព្រោះការនិយាយរបស់ម្ចាស់ផ្សារគឺប្រៀបបីដូចជាទូទៅទាំងអស់អត់មានការរើសអើងអត់មានការប្រកាន់បពពួកគឺបែបទលំទលាយអញ្ចឹងហើយទៅធ្វើឲ្យខ្ញុំនេះហ៊ានតាក់តងទៅម្ចាស់ផ្សារតែឥឡូវវាមិនអញ្ចឹងណារឿងទៅជាផ្សេងវិញអត់ដូចមាត់ម្ចាស់ផ្សារនិយាយទេចាអីវ៉ាន់មានភាពស្មោះត្រង់រកស៊ីមិនបោកនាំចេញពីប្រភពណាឆ្លើយតែប្រភពហ្នឹងណាយកទៅដាក់គេឲ្យដាក់ទេតតែជែលសម្រក់លក់បោកខ្មែរបានឲ្យដាក់តតែសាប៊ូលាយតកៅប្រហុកលក់បោកខ្មែរបានឲ្យដាក់ប៉ុណ្្នឹងឯងថាអត់រើសអើងទៀតអ្នកទាំងអស់គ្នាគិតតែខ្លួនឯងជែលផ្ទុះបោកគេ 100% ដោយសារការជក់ហើយម្ចាស់ brand ស្ងប់ស្ងាត់ឆឹងអានឹងបានគេឲ្យដាក់តែរកស៊ីមានភាពស្មោះត្រង់ដូចយើងមិនបាច់ដាក់ឯងគេឲ្យដាក់ឯងចារើសអើងគិតខ្លួនឯងបងប្អូន